ក្នុងប្រទេសជប៉ុនដាវទីតានិយមត្រូវបានចាត់ទុកថាជាដាវដ៏អស្ចារ្យឬដាវប្រពៃណីវាមានប្រវែងលើសពី5 feet ចំណែកឯដាវនៅក្នុងវីដេអូដែលអ្នកទស្សនានេះវាប្រហែលជាមានប្រវែង4 feet ឥឡូវនេះវាជារឿងសំខាន់ដែលត្រូវដឹងប្រវែងដាវមិនតែងតែប្រសើរជាងនោះទេដាវកាន់តែធ្ងន់និងវែងវាកាន់តែយឺតនៅពេលដកវាជាឧទាហរណ៍ដាវប្រវែងធម្មតាអាចទាញឬដកចេញបានស្ទើរតែមិនដល់1 វិនាទីហើយទាញចេញបានទាំងស្រុងមិនត្រឹមតែប៉ុណ្ណោះដាវប្រវែងធម្មតាក៏កាន់តែងាយស្រួលនៅក្នុងការដាក់ចូលនៅក្នុងស្រោមដាវវិញដោយសុវត្ថិភាពប៉ុន្តែប្រសិនបើអ្នកប្រឈមមុខនឹងដាវដែលមានប្រវែងវែងតើអ្នកនឹងដកវាចេញដោយរបៀបណាតើអ្នកត្រូវការនរណាម្នាក់ដើម្បីកាន់វាជួយដកឬខណៈពេលដែលអ្នកដែលមានបទពិសោធន៍នឹងធ្វើការដកវាចេញនៅក្នុងរបៀបខុសគ្នាដាវប្រភេទនេះមិនត្រឹមតែវែងនោះទេវាក៏មុតផងដែរដូច្នេះនៅពេលដែលដកឬក៏ដាក់វាចូលម្ដងគឺត្រូវការប្រុងប្រយ័ត្ននេះគឺជាមហាសមុទ្រអាត្លង់តិកដែលជាសមុទ្រដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោករលកនៅទីនេះធំណាស់ដែលសូម្បីតែកប៉ាល់ធំជាងគេក៏អាចលិចបានដូចជាប្រដាប់ក្មេងលេងនៅក្នុងឆ្នាំ2015កប៉ាល់ដឹកទំនិញមួយដែលមានឈ្មោះថា Alvaro ជួបព្យុះ Hurricane Joaquin នៅក្នុងមហាសមុទ្រនេះដែលកប៉ាល់ដ៏ធំសម្បើមបានដឹកសមាជិកនាវិក33នាក់នៅលើកប៉ាល់ប៉ុន្តែនៅពេលដែលខ្យល់ព្យុះបានឡោមព័ទ្ធវាពីគ្រប់ទិសទីរលកបានកើនឡើងខ្ពស់ជាង500 feet ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះកប៉ាល់ទាំងមូលបានបាត់ខ្លួននៅក្នុងទឹកដ៏ជ្រៅស្រមៃថាកប៉ាល់ដែកដ៏ធំមានប្រវែង790 feet ប៉ុន្តែត្រូវបានទឹករលកខ្ពស់បោកបក់មួយទំហឹងដោយគ្មានមេត្តាសោកនាដកម្មនេះបញ្ជាក់ថាមហាសមុទ្រអាត្លង់តិកមិនខុសពីកន្លែងបញ្ចុះសពនោះទេវាគ្រោះថ្នាក់ណាស់រុនដ៏ធំនេះនៅក្នុងទំនប់មិនត្រឹមតែសម្រាប់មើលប៉ុណ្ណោះទេវាជាប្រព័ន្ធគ្រប់គ្រងទឹកជំនន់ដ៏មានប្រសិទ្ធភាពវាត្រូវបានគេហៅថា Glory Hole Spillway នៅពេលដែលកម្រិតទឹកឡើងខ្ពស់ខ្លាំងទឹកដែលលើសបានហូរចូលទៅក្នុងរុននេះហើយហូរតាមរូងក្រោមដីនៅខាងក្រោមទំនប់នេះជួយការពារការហៀតទឹកកំឡុងពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ព្យុះប៉ុន្តែវាក៏មានគ្រោះថ្នាក់ខ្លាំងប្រសិនបើនរណាម្នាក់ធ្លាក់ចូលទៅក្នុងនោះសម្រាប់អ្នករស់នៅប្រទេសឬតំបន់ត្រជាក់នឹងជួបបញ្ហានេះទឹកកកបង្កើតជាស្រទាប់ក្រាស់នៅលើកញ្ចក់រថយន្តរបស់ពួកគេនៅពេលដែលអ្នកទុករថយន្តនៅខាងក្រៅមួយយប់នេះរដូវរងាមនុស្សជាច្រើនចាក់ទឹកក្តៅលើវាដើម្បីឲ្យទឹកកករលាយដើម្បីបើករថយន្តប៉ុន្តែការផ្លាស់ប្ដូរសីតុណ្ហភាពភ្លាមអាចបំបែកកញ្ចក់ឡានបានទឹកត្រជាក់អាចបង្កកម្ដងទៀតស្ទើរតែភ្លាមដែលធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរល្បិចដែលមានសុវត្ថិភាពជាងនេះគឺការប្រើទឹកក្តៅអ៊ុនៗដាក់នៅក្នុងថង់ប្លាស្ទិកផ្លាស់ទីវាដោយថ្នមនៅលើកញ្ចក់មុខដើម្បីឲ្យទឹកកករលាយយឺតនេះជួយសម្អាតកញ្ចក់និងជួយបើកទ្វាររថយន្តកង់3នេះរូបរាងវាគួរឲ្យចាប់អារម្មណ៍ណាស់នេះគឺជាការបង្កើតដំបូងបំផុតមួយនៃកង់3ណែនាំជាលើកដំបូងនៅក្នុងប្រទេសអង់គ្លេសវាប្រើកង់3ជាយានជំនិះដែលជិះបានម្នាក់ឬ2នាក់ដែលតម្រូវឲ្យអ្នកជិះធាក់វាទើបអាចធ្វើដំណើរទៅមុខវាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសអង់គ្លេសហើយត្រូវបានបង្កើតឡើងជាមួយនឹងកង់3សម្រាប់ស្ថិរភាពកាន់តែប្រសើរមិនដូចកង់ធម្មតាឡើយវាងាយស្រួលនៅក្នុងការរក្សាលំនឹងនិងសុវត្ថិភាពជាងនៅក្នុងការជិះវាមើលទៅដូចនៅក្នុងសម័យបុរាណ